បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់អំពីការដំឡើងកាបូបលុយ NC Wallet បាទអ្នកកម្មវិធីនេះបងប្អូនដែលយើងផ្ទេរកាក់ពីកម្មវិធី Rock របស់យើងចូលទៅកាន់កាបូបលុយនេះដូចបងប្អូនបានឃើញអញ្ចឹងហើយនេះប្រវត្តិដែលខ្ញុំធ្លាប់ផ្ទេរកាក់ Rock ចូលមកក្នុងកាបូប NC Wallet ហើយកន្លែងនេះយើងអាចមើលចំនួនកាក់ដែលយើងមានបាទហើយឥឡូវនេះក្នុងកាបូបលុយខ្ញុំមានចំនួន 0.6 USD ហើយកន្លែងនេះគឺជាកន្លែងដែលយើងធ្វើការផ្ទេរទៅជាកាក់ផ្សេងដូចជា USDT BTC ចូលទៅក្នុង Binance Exchange បាទហើយហ្នឹងហើយកុំឲ្យខាតពេលយូរខ្ញុំនឹងទៅប្រាប់អំពីរបៀបនៃការដំឡើងកាបូបលុយ NC Wallet នេះហើយដើម្បីដំឡើងវាបានយើងគ្រាន់តែចូលទៅកាន់ Play Store ឬក៏ App Store រួចវាយពាក្យថា NC Wallet នោះអ្នកទាំងអស់គ្នានឹងឃើញ app មួយនេះរួចចុច Open ដោយសារតែខ្ញុំដំឡើងរួចហើយបន្ទាប់មកគេនឹងឲ្យអ្នកទាំងអស់គ្នាធ្វើការ sign in ជាមួយនឹង email របស់យើងហើយត្រូវចាំថា email របស់យើងត្រូវដូចជាមួយនឹង email នៅក្នុងកម្មវិធី Rock ដែរហើយកន្លែងនេះជាកន្លែងដែលគេដាក់ password ដើម្បីការពារសុវត្ថិភាពរបស់យើងកុំឲ្យមានគេ hack ចូលអញ្ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយការដំឡើងកម្មវិធីរបស់យើងដូចជាអត់មានអីទេបើសិនជាអ្នកទាំងអស់គ្នាមានអ្វីជាចម្ងល់ទៀតអាច comment នៅខាងក្រោមបានហើយកន្លែងនេះខ្ញុំនឹងប្រាប់ពីរបៀបផ្ទេរកាក់ Rock ចូលទៅក្នុងកាបូបលុយ NC Wallet ហើយយើងគ្រាន់តែចុចកន្លែង send នោះរួចយើងធ្វើការ add ជាមួយនឹង email របស់ NC Wallet យើងសិននេះកន្លែងនេះដូចអ្នកទាំងអស់គ្នាបានឃើញយើងគ្រាន់តែវាយ email ដែលយើងបានបំពេញនៅក្នុង NC Wallet កន្លែងនោះមករួចចុចពាក្យថា add ហើយបន្ទាប់មកនៅពេលដែលយើងមានលុយគ្រប់ចំនួនម៉ាយគេនេះនោះទើបយើងអាចដកបានចាប់ពី 0.1 Rock ឡើងទើបយើងអាចដកបានដោយសារតែលុយខ្ញុំអត់គ្រប់ទេអញ្ចឹងដកអត់បានទេបាទជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់